ការលះបង់របស់សត្វស្រមោចនៅក្នុងព្រៃនៃតំបន់អាស៊ីអាគ្នេយ៍ស្រមោចអត្តឃាតត្រូវបានរកឃើញនៅក្នុងព្រៃនៃប្រទេសម៉ាឡេស៊ីប្រូយណេនិងប្រទេសថៃពួកវាជាទាហានដែលបានកើតមកមិនមែនដើម្បីរស់ទេប៉ុន្តែត្រូវលះបង់នៅក្នុងសម្បុកស្រមោចភាគច្រើនវណ្ណៈទាហានត្រូវបានកើតឡើងមកសម្រាប់ការពារហើយយុទ្ធសាស្ត្រការពារចម្បងរបស់វាគឺការបំផ្ទុះខ្លួនឯង Exploding Ant ដែលត្រូវបានគេស្គាល់ថាជាស្រមោចអត្តឃាតឬស្រមោចផ្ទុះវាជាស្រមោចដែលយើងមិននឹកស្មានដល់ថាស្រមោចប្រើទម្រង់រាងកាយទាំងមូលរបស់វាជាក្របបែករបៀបដែលវាដំណើរការភាពក្លាហាននៃការលះបង់ 1. កាត់មកជាទាហានឬក៏ជាអ្នកប្រយុទ្ធគឺជារឿងធម្មតាទោះយ៉ាងណាក៏ដោយស្រមោចទាហានហៅផងដែរជាកម្មករបានពង្រីកក្រដេញដ៏ធំដែលដំណើរនៃរាងកាយរបស់ពួកគេក្រដេញនេះបន្លិតនិងរក្សាទុកនៃសារធាតុគីមីពុលនិងស្អិតនៅពេលដែលស្រមោចទាហានត្រូវបានគំរាមកំហែងដោយសត្វចុងយ៉ាយីដូចជាស្រមោចធំពាងពួរឬសត្វល្អិតផ្សេងៗជាដំបូងវានឹងព្យាយាមព្រមានដោយលើកពួករបស់វាជាការសញ្ញាបង្ហាញពីការគំរាមកំហែងប្រសិនបើសត្រូវមិនថយក្រោយទេស្រមោចនឹងប្រព្រឹត្តនៅទង្វើចុងក្រោយរបស់វាការបំផ្ទុះស្រមោចកន្ត្រាក់សាច់ដុំពួករបស់វាយ៉ាងខ្លាំងក្លាបណ្ដាលឲ្យរាងកាយរបស់វាប្រេះឬផ្ទុះសកម្មភាពនេះចាប់យកសារធាតុពុលចេញពីក្រដេញរបស់វាដោយការបំផ្ទុះបាយសាច់នៅសារធាតុពុលពីសាច់ពាស់គូសត្រូវដែលមកវាយប្រហារពួកគេផលវិបាកសម្រាប់ស្រមោចទង្វើនេះគឺស្លាប់វាស្លាប់ភ្លាមសម្រាប់សត្រូវជាតិពុលនឹងត្រឹមតែធ្វើឲ្យពុលប៉ុណ្ណោះទេថែមទាំងស្អិតមិនគួរឲ្យជឿផងដែរជារឿយវាសម្លាប់អ្នកវាយប្រហារភ្លាមឬយ៉ាងហោចណាស់ក៏ធ្វើឲ្យសត្រូវរបស់វាជាប់ស្អិតនៅនឹងកន្លែងហើយបន្ទាប់មកវានឹងស្លាប់សម្រាប់សហគមន៍របស់ស្រមោចការលះបង់របស់ទាហានម្នាក់ការពារព្រះមហាក្សត្រីយានបងប្អូននិងកម្មករដែលនៅសល់ក្នុងសម្បុកនេះគឺជាការលះបង់ចុងក្រោយនៃអាកប្បកិរិយាដ៏ស្មោះត្រង់បុគ្គលម្នាក់បានស្លាប់ដើម្បីធានាការរស់រានមានជីវិតរបស់ពូជពង្សរបស់ខ្លួនឲ្យនៅគង់វង្សវាជាមធ្យោបាយចុងក្រោយស្រមោចនឹងមិនផ្ទុះទេប្រសិនបើមានការបង្កហាយតិចតួចនោះទេនឹងបំផ្ទុះនេះគឺជាវិធានការចុងក្រោយនឹងអស់សង្ឃឹមដើម្បីការពារសហគមន៍និងគ្រួសាររបស់ពួកគេជាតិពូស្អិតនេះបានរៀបចំឡើងដើម្បីការពារនិងជាអន្ទាក់ដែលឲ្យសត្រូវរបស់ពួកគេคล้ายទៅជាចំណីសម្រាប់ស្រមោចផ្សេងឬគ្រាន់តែទុកវាឲ្យស្លាប់វាជាវណ្ណៈពិសេសមិនមែនស្រមោចទាំងអស់ក្នុងអាណាចក្ររបស់ពួកគេអាចធ្វើបែបនេះបានទេវាជាការងារដែលត្រូវបានបំរុងទុកសម្រាប់វណ្ណៈទាហានប៉ុណ្ណោះដែលគោលបំណងតែមួយគឺជាការធ្វើជាក្របបែកដើម្បីការពារអាណាចក្ររបស់ពួកគេនៅក្នុងអត្ថសារងសម្រាប់គ្នាដាក់គ្នាធ្វើការពណ៌នាត្រឹមត្រូវស្របនឹងការពិតនេះស្រមោចផ្ទុះគឺជាសត្វអស្ចារ្យមួយដែលមានយុទ្ធសាស្ត្រនៃការការពារចុងក្រោយដោយបែកខ្លួនទៅជាការលះបង់ដើម្បីគ្រួសារ